គ្រាន់តែជាយន្តហោះចម្បាំងកម្រិតខ្ពស់ឬគ្រាន់តែជាតួអង្គនេះគឺជា Boeing 832 យន្តហោះចម្បាំងដែលប្លែកភ្នែកបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍វាធ្លាប់ជាក្តីសង្ឃឹមដ៏ធំធេងរបស់ក្រុមហ៊ុន Boeing ក្នុងការក្តោបក្តាប់មេឃប៉ុន្តែជាចុងក្រោយវាក៏បានក្លាយជាយៈដែលមិនបានគ្រោងរាយតើមានអាចកំបាំងអ្វីនៅពីក្រោយរូបរាងដ៏ចម្លែកនេះហើយហេតុអ្វីបានជាយន្តហោះដែលមានបច្ចេកវិទ្យាអស្ចារ្យបែបនេះបែរជាចាញ់ការប្រកួតក្រុមដៃ F-35 ទៅវិញថ្ងៃនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នានេះគឺជារូបរាងរបស់វាផ្នែកច្រមុះនឹងរន្ធស្រូបខ្យល់លក្ខណៈពិសេសបំផុតរបស់ A32 គឺរន្ធស្រូបខ្យល់ដ៏មហិមានៅចំពីក្រោមច្រមុះវាមានរាងធំទូលាយនិងកោងឡើងលើដែលមើលទៅដូចជាមាត់មនុស្សកំពុងញញឹមយ៉ាងធំការរចនានេះធ្វើឲ្យយន្តហោះមានរូបរាងដូចតួអង្គក្នុងរឿងតុក្កតាឬសត្វចម្លែកច្រមុះរបស់វាមានរាងខ្លីនិងរាលស្មើដែលស្ថិតនៅពីលើរន្ធស្រូបខ្យល់ដ៏ធំនោះចំពោះផ្នែកស្លាប A32 ប្រើប្រាស់ស្លាបរាងត្រីកោណដ៏ធំមួយដែលជាប់គ្នាជាបន្ទះតែមួយស្លាបនេះមានកម្រាស់ក្រាស់និងគ្របដណ្ដប់ស្ទើរតែពេញផ្ទៃខាងលើនៃតួខ្លួនយន្តហោះដោយសារវាជាយន្តហោះបំបាំងកាយផ្ទៃស្លាបរបស់វាមានភាពរលោងខ្លាំងនិងមានជ្រុងមុតស្រួចនៅផ្នែកខាងក្រោយដើម្បីបង្វែររលកសញ្ញារ៉ាដាចំពោះផ្នែកតួខ្លួនខុសពីយន្តហោះចម្បាំងទូទៅដែលរាងវែងស្រលូនដូចជា F-16 ឬ F-15 A32 មានតួខ្លួនខ្លីហើយរាងប៉ោងឬធន់នេះដោយសារតែវាត្រូវផ្ទុកប្រេងនិងអាវុធទាំងអស់នៅខាងក្នុងតួខ្លួនដ៏ខ្លីរបស់វាផ្នែកខាងក្រោមនៃតួខ្លួនមានរាងរាបស្មើនិងធំទូលាយដើម្បីទុកកន្លែងឲ្យទ្វារឃ្លាំងអាវុធនិងប្រព័ន្ធបាញ់ខ្យល់សម្រាប់ចោះចតបញ្ឈរចំពោះផ្នែកកាប៊ីនបញ្ជាកញ្ចក់គ្របពីលើភីឡុតមានរាងប៉ោងខ្ពស់ចេញពីតួខ្លួនដែលផ្ដល់ឲ្យភីឡុតនៅការមើលបានយ៉ាងធំទូលាយវាស្ថិតនៅចំពីលើរន្ធស្រូបខ្យល់មាត់ញញឹមនោះបន្តិចចំពោះផ្នែកកន្ទុយវាមានព្រុយកន្ទុយបញ្ឈរ2ដែលផ្អៀងទៅខាងក្រៅរាងអក្សរ V លក្ខណៈពិសេសមួយទៀតគឺ A32 គ្មានព្រុយកន្ទុយផ្ដេកដូចជាយន្តហោះទូទៅទេព្រោះវាប្រើប្រាស់ផ្ទៃស្លាបត្រីកោណដ៏ធំរបស់វាដើម្បីបញ្ជាទិសដៅឡើងចុះជំនួសវិញចំពោះផ្នែកជើងទម្រវាមានជើងទម្ររឹងមាំដែលជើងទម្រខាងមុខស្ថិតនៅចំកណ្ដាលរន្ធស្រូបខ្យល់មាត់ញញឹមនោះនៅពេលដាក់ចុះជារួមរូបរាងរបស់ Boeing 32គឺជាការរួមបញ្ចូលគ្នារវាងរន្ធស្រូបខ្យល់ដ៏ធំនិងតួខ្លួនខ្លីប៉ោងដែលធ្វើឲ្យវាហាក់ដូចជាយន្តហោះដែលមានមាត់និងមានរូបរាងច្រងេងច្រងាងប្លែកពីយន្តហោះចម្បាំងដទៃទៀតក្នុងប្រវត្តិសាស្ត្រនៅចុងទសវត្សរ៍ឆ្នាំ1990ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានដាក់ចេញនៅគម្រោងដេញថ្លៃយោធាដ៏ធំបំផុតនិងមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺកម្មវិធី Joint Strike Fighter ឬ JSF គោលបំណងគឺដើម្បីបង្កើតយន្តហោះចម្បាំងពហុជំនាញចំនួនទី5តែមួយគត់ដែលអាចប្រើប្រាស់បានទាំងក្នុងកងទ័ពអាកាសកងទ័ពម៉ារីននិងកងទ័ពជើងទឹកក្រុមហ៊ុនយក្ស2គឺ Boeing និង Lockheed Martin ត្រូវបានផ្ដល់ថវិកាដើម្បីសាងសង់យន្តហោះគំរូដើម្បីប្រកបប្រជែងគ្នាសម្រាប់ Boeing នេះគឺជាឱកាសមាសក្នុងការក្តោបក្តាប់ទីផ្សារយោធាអន្តរជាតិពួកគេបានដាក់ចេញនៅយន្តហោះ A32 ដែលជាការរួមបញ្ចូលគ្នានៃភាពច្នៃប្រឌិតដ៏ក្លាហាននិងបច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក A32 បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងរូបរាងដែលខុសប្លែកពីយន្តហោះចម្បាំងធម្មតា Boeing មិនបានផ្ដោតលើភាពស្រស់ស្អាតនោះទេប៉ុន្តែពួកគេផ្ដោតលើប្រសិទ្ធភាពចំណាយនិងភាពសាមញ្ញនៃការផលិតលក្ខណៈដែលគេចំណាំបំផុតគឺរន្ធស្រូបខ្យល់ដ៏ធំនៅក្រោមច្រមុះរូបរាងនេះត្រូវបានរចនាឡើងដើម្បីផ្ដល់បរិមាណខ្យល់អតិបរមាដល់ម៉ាស៊ីនក្នុងល្បឿនទាបជាពិសេសនៅពេលយន្តហោះកំពុងព្យាយាមហោះឡើងបញ្ឈរវាគឺជាដំណោះស្រាយវិស្វកម្មដ៏សាមញ្ញមួយដើម្បីជៀសវាងការប្រើប្រាស់ប្រព័ន្ធមេកានិកស្មុគស្មាញចំណុចលេចធ្លោមួយទៀតរបស់ A32 គឺការប្រើប្រាស់ស្លាបរាងត្រីកោណមហិមាដែលភ្ជាប់គ្នាតែមួយចំណែកស្លាបនេះត្រូវបានផលិតឡើងពីសមាសធាតុសរសៃកាបូនដែលរឹងមាំនិងមានទម្ងន់ស្រាលបំផុតការរចនានេះអនុញ្ញាតឲ្យយន្តហោះមានផ្ទៃក្រឡាស្លាបធំដែលផ្ដល់នូវកម្លាំងងើបខ្ពស់និងស្ថិរភាពក្នុងការហោះហើរដោយសារស្លាបមានទំហំធំនិងក្រាស់វាអាចផ្ទុកប្រេងបានរហូតដល់ជិត 9000 គីឡូក្រាមដែលធ្វើឲ្យ A32 មានប្រតិបត្តិការវែងឆ្ងាយជាងគូប្រជែងរបស់ខ្លួនដោយមិនបាច់ពឹងផ្អែកលើការចាក់ប្រេងលើអាកាសញឹកញាប់សម្រាប់តម្រូវការរបស់កងទ័ពម៉ារីនយន្តហោះត្រូវតែមានសមត្ថភាព STOVL Model A32B ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដែលគេហៅថា Direct Light System ខុសពីយន្តហោះ A35 របស់ Lockheed Martin ដែល
ដែលប្រើកង្ហាស្មុគស្មាញ Boeing បានប្រើវិធីសាស្ត្រដែលស្រដៀងនឹងយន្តហោះ Harrier ពួកគេបានបង្វែរកម្លាំងរុញច្រានពីម៉ាស៊ីនមេទៅកាន់បំពង់បាញ់ខ្យល់នៅចំកណ្ដាលតួខ្លួនដើម្បីរុញយន្តហោះឲ្យហោះឡើងលើផ្ទាល់តែម្ដងប្រព័ន្ធនេះកាត់បន្ថយទម្ងន់និងភាពស្មុគស្មាញនៃផ្នែកមេកានិកប៉ុន្តែវាទាមទារនូវការគ្រប់គ្រងកម្ដៅម៉ាស៊ីនយ៉ាងតឹងរ៉ឹងបំផុតទោះបីជារូបរាងរបស់វាហាក់ដូចជាធំប៉ុន្តែ H-32 គឺជាយន្តហោះបំបាំងកាយកម្រិតខ្ពស់ដើម្បីរក្សាភាពបំបាំងកាយពីរ៉ាដាគ្រាប់មីស៊ីលនិងគ្រាប់បែកត្រូវបានលាក់ទុកក្នុងឃ្លាំងខាងក្នុងតួខ្លួនការរចនានេះការពារការឆ្លុះបញ្ចាំងពីរ៉ាដាដែលបណ្ដាលមកពីគ្រឿងយុទ្ធភ័ណ្ឌខាងក្រៅតួខ្លួនត្រូវបានស្រោមដោយសម្ភារៈពិសេសដែលជួយស្រូបរលកធាតុអាកាសធ្វើឲ្យយន្តហោះនេះពិបាកនឹងរកឃើញដោយប្រព័ន្ធការពារអាកាសរបស់សត្រូវ Boeing បានបញ្ជ្រាបបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបបំផុតចូលទៅក្នុងកាប៊ីនបញ្ជា Fly by Fire គឺជាប្រព័ន្ធបញ្ជាតាមរយៈខ្សែអេឡិចត្រូនិកដែលធ្វើឲ្យយន្តហោះមានភាពឆ្លាតវៃនៅពេល Pilot បញ្ជាកុំព្យូទ័រនឹងគណនាទិន្នន័យរាប់ពាន់ដងក្នុងមួយវិនាទីដើម្បីរក្សាលំនឹងយន្តហោះជាពិសេសក្នុងដំណាក់កាលអន្តរកាលរវាងការហោះហើរធម្មតានិងការចុះចតបញ្ឈរ Boeing បានប្រើប្រាស់បច្ចេកវិទ្យា Digital ដើម្បីកាត់បន្ថយចំនួនគ្រឿងបំណែកឲ្យនៅតិចបំផុតដែលគោលដៅគឺធ្វើយ៉ាងណាឲ្យតម្លៃយន្តហោះមួយគ្រឿងមានតម្លៃថោកសម្រាប់រដ្ឋាភិបាលចំពោះសមត្ថភាពម៉ាស៊ីននិងលក្ខណៈបច្ចេកទេសលម្អិតបេះដូងរបស់ H-32 គឺជាម៉ាស៊ីនដ៏មានឥទ្ធិពលបំផុតមួយក្នុងសម័យកាលនោះម៉ាស៊ីន Pratt & Whitney F119 PW614 កែច្នៃពីម៉ាស៊ីនរបស់ F-22 ចំពោះល្បឿនអតិបរមា 1.6 ម៉ាកឬប្រហែល 1931 គីឡូម៉ែត្រក្នុង1ម៉ោងចំពោះគ្រឿងយុទ្ធភ័ណ្ឌអាចផ្ទុកមីស៊ីល AIM-120 AMRAAM គ្រាប់បែក JDAM និងមានកាំភ្លើងយន្ត 20 មីលីម៉ែត្រនៅថ្ងៃទី 26 តុលាឆ្នាំ 2001 រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសជ្រើសរើស H-35 ក្រោយមកក្លាយជា F-35 ជាអ្នកឈ្នះមូលហេតុចម្បងនៃការបរាជ័យរបស់ H-32 រួមមានមួយបញ្ហាសោភ័ណភាពនិងឌីណាមិករូបរាងមុតញញឹមត្រូវបានគេរិះគន់យ៉ាងខ្លាំងនិងបង្កឲ្យមានបញ្ហាលំហូរខ្យល់ក្នុងកាលៈទេសៈខ្លះពីនៅពាក់កណ្ដាលការសាកល្បងកងទ័ពជើងទឹកបានបដូរតម្រូវការទម្ងន់និងសមត្ថភាពស្លាបដែលបង្ខំឲ្យ Boeing ត្រូវរចនាស្លាបថ្មីសម្រាប់ម៉ូដែលផលិតកម្មមែនទែនប៉ុន្តែពួកគេមិនអាចបង្ហាញវាឲ្យទាន់ពេលនៅលើយន្តហោះគំរូបច្ចុប្បន្នឡើយ3ក្នុងពេលចុះចតបញ្ឈរម៉ាស៊ីន H-32 ជួបបញ្ហាស្រូបយកផ្សែងក្តៅដែលខ្លួនបែងចែងត្រឡប់ចូលក្នុងម៉ាស៊ីនវិញដែលនាំឲ្យបាត់បង់កម្លាំងរុញច្រានភ្លាមផ្ទុយទៅវិញប្រព័ន្ធ Live Fan របស់ Lockheed Martin ប្រើខ្យល់ត្រជាក់ដែលមានសុវត្ថិភាពជាងទោះបីជា Boeing H-32 មិនបានក្លាយជាយន្តហោះចម្បាំងការពារដែនអាកាសអាមេរិកក៏ដោយក៏វាគឺជាជ័យជំនះនៃវិស្វកម្មក្នុងន័យមួយផ្សេងទៀតបច្ចេកវិទ្យាដែល Boeing បានរៀនសូត្រពី H-32 ដូចជាការប្រើប្រាស់សម្ភារៈសមាសធាតុខ្នាតធំនិងប្រព័ន្ធបញ្ជា Digital ត្រូវបានយកទៅប្រើប្រាស់ក្នុងយន្តហោះចំនួនក្រោយៗដូចជា 787 Dreamliner និងយន្តហោះ drone ចម្បាំងជាច្រើនទៀតសប្តាហ៍ថ្ងៃយន្តហោះ H-32A និង H-32B ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ National Museum of the United States Air Force និង Patuxent River Naval Air Museum វាឈរនៅទីនោះដើម្បីរំលឹកយើងថានៅក្នុងការស្វែងរកឧត្តមភាពការសាកល្បងនិងការបរាជ័យគឺជាមេរៀនដ៏មានតម្លៃបំផុតជារួម Boeing H-32 គឺជាសក្ខីភាពនៃភាពក្លាហានរបស់មនុស្សជាតិក្នុងការហ៊ានបង្កើតអ្វីដែលថ្មីប្លែកនិងមានប្រសិទ្ធភាពទោះបីជាលទ្ធផលចុងក្រោយមិនបានគ្រោងជើងឯកក្នុងសមរភូមិក៏ដោយក៏វាបានបន្សល់ទុកនូវដានប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានក្នុងវិស័យអាកាសចរណ៍ពិភពលោក